លោកបំបត្តិមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ Scam ឲ្យអស់ត្រឹមខែមេសាឆ្នាំ2026 V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សសម្ដេចមហាបវរធិបតីបដិញ្ញាលោកបំបត្តិមជ្ឈមណ្ឌលឆបោកអនឡាញ Scam ឲ្យអស់ត្រឹមខែមេសាខាងមុខនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់នៅគោលនយោបាយជាតិពីការទប់ស្កាត់ឲ្យក្លាយទៅជាការលុបបំបាត់ទាំងស្រុងនៅមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ Scam ឲ្យអស់ត្រឹមខែមេសាឆ្នាំ2026ការបញ្ជាក់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ2026នាថ្ងៃទី4ខែមិនិនាឆ្នាំ2026នៅសន្តាគារសូហ្វីតែភ្នំពេញសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាផ្ដល់ជូននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនដោយឈរលើស្ថិរភាពនយោបាយភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ចលទ្ធភាពចូលទីផ្សារធំទូលាយនិងក្របខ័ណ្ឌគតិយុត្តនិងការកែតម្រង់ប្រកបដោយទស្សនៈវែងឆ្ងាយជាមួយគ្នានោះដែរសម្ដេចបវរធិបតីក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតបរិយាកាសប្រតិបត្តិការប្រកបដោយសុវត្ថិភាពដែលមានភាពអាចប៉ាន់ស្មានបានដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានៅហានិភ័យផ្នែកយោធាធិការបង្កើតទំនុកចិត្តសម្រាប់ជំនឿទុកចិត្តនិងធានានៅនិរន្តរភាពអាជីវកម្មរយៈពេលវែងឆ្ងាយសម្ដេចបវរធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាស្របតាមការបដិញ្ញាចិត្តនេះរាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្ដូរយ៉ាងម៉ឺងម៉ាត់នៅគោលនយោបាយជាតិការទប់ស្កាត់ឲ្យទៅជាការលុបបំបាត់ទាំងស្រុងនៅមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញឲ្យអស់ត្រឹមខែមេសាឆ្នាំ2026ដើម្បីពង្រឹងវិធានច្បាប់និងអនុលោមភាពស្ថាប័ននិងការពីបន្ថែមទៀតនៅសុចរិតភាពក្នុងបរិយាកាសវិនិយោគសូមបញ្ជាក់ថាកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ2026គឺជាវេទិកាដ៏មានសារៈសំខាន់ប្រចាំឆ្នាំដែលនឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាននិងកម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងការស្វែងរកនៅកាលានុវត្តភាពថ្មីៗបន្តទៀតពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី3ខែមិនិនាឆ្នាំ2026ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនិងត្រួតពិនិត្យទីតាំងការប្រមូលផ្ដុំអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថាជាលទ្ធផលចាប់តាំងពីថ្ងៃទី13ខែកុម្ភៈដល់ថ្ងៃទី28ខែកុម្ភៈការបង្ក្រាបនៅតាមស្នងការដ្ឋានរាជធានីខេត្តសរុបទូទាំងប្រទេសបានចុះបង្ក្រាបបោសសម្អាតចំនួន21លើកដែលមាន7រាជធានីខេត្តឃាត់ខ្លួនបានមនុស្សចំនួន419នាក់ស្មើនឹង12សញ្ជាតិក្នុងនោះមានជនជាតិ273នាក់និងខ្មែរ50នាក់ក្រៅពីនេះមានសញ្ជាតិផ្សេងៗ